Ok nào kiaថ្ងៃនេះដែរខ្ញុំមកនិយាយតាក់ទងជាមួយនឹងការ AirPods Pro 2ណាគ្នាដែលកាសនេះដែរខ្ញុំបានទិញមករយៈពេល14ថ្ងៃឯណាគ្នាដែលខ្ញុំថ្ងៃនេះមកនិយាយតាក់ទងនឹងបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់វារយៈពេល14ថ្ងៃតើកាសនេះវាមានលក្ខណៈល្អឬក៏គុណសម្បត្តិឬក៏គុណវិបត្តិមិនដែរអ្នកគ្នាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលឥឡូវយើងធ្វើការបើកប្រអប់វាទាំងអស់គ្នាអ្នកគ្នាចឹងបញ្ជាក់ដល់គ្នាការនេះដែរខ្ញុំបានបើកវាប្រើហើយតែឥឡូវខ្ញុំបើកប្រអប់ថាឲ្យអ្នកគ្នាចង់ដឹងថាវាមានអីខ្លះនៅក្នុងហ្នឹងចឹងយើងបើកប្រអប់មកសិនមកអូខេអ្នកគ្នាយើងបើកប្រអប់មកវាមកដំបូងមានជាមួយនឹងសភៅណែនាំអ្នកគ្នាក្នុងនេះមានសភៅណែនាំពីរបៀបប្រើប្រាស់កាសនេះគឺក្រុមហ៊ុនបានដាក់សភៅណែនាំឲ្យយើងមើលសម្រាប់បងប្អូនដែលអត់ចេះរបៀបប្រើប្រាស់អាចមើលបានតាក់ទងជាមួយសភៅនេះចឹងខ្ញុំទុកវាម្ដុំសិនបន្ទាប់មកទៀតគឺជាមួយនឹងកាសយើងអ្នកគ្នាចឹងហើយកាសនេះគឺជាកាស original អ្នកគ្នាមិនមែនជាប្រភេទកាស copy ទេហើយសម្រាប់កាសនេះដែរគឺបើសិនជាបងប្អូនចង់ទិញអាចរកទិញបាននៅតាមហាងលក់ទូរស័ព្ទដៃផ្សេងៗហើយតម្លៃវាចាប់ពីការវិចាញ់ដំបូងដូចជាថ្លៃអ្នកគ្នាតែឥឡូវនេះខ្ញុំទិញប្រហែលជា$209នេះគឺជារូបរាងខាងក្នុងរបស់វាគឺវាមានប្រភេទដូច Type C នេះគឺជារូបរាងរបស់វាអ្នកគ្នាហើយយើងមកមើលរូបរាងខាងក្នុងទៀតពេលដែលយើងបើកមកដំបូងគឺឥឡូវខ្ញុំធ្វើការដកនេះចឹងសិនគឺមានឆ្នាំងសាកមួយទៀតអ្នកគ្នាខ្ញុំបានដាក់ចូលនេះគឺជាខ្សែសាកយើងទទួលបានខ្សែសាក Type C មួយដែលមានសភាពល្អរឹងមាំគឺប្រើប្រាស់បានយូរអ្នកគ្នាហើយអ្នកគ្នាអាចរកទិញដុំបានតាមរយៈហាងលក់ទូរស័ព្ទដៃមកបើសិនជាអ្នកគ្នាមានដូចដុំស្រាប់បាច់ទិញទេអ្នកគ្នាប្រើជាមួយនឹងដុំឆ្នាំងសាក iPhone អ្នកគ្នាទៅគឺប្រើបានដូចគ្នាអ្នកគ្នាអញ្ចឹងឥឡូវគេ free ឲ្យជាមួយនឹងនេះអ្នកគ្នាគឺគេសម្រាប់ផ្លាស់ប្ដូរអ្នកគ្នានេះគឺកន្លែងនេះពីមុខកាសនេះខ្ញុំហៅវាថាកន្លែងសំឡីអាចជ័រដែលយើងដាក់តិចហ្នឹងណាអ្នកគ្នានេះគឺយើងមានផ្លាស់ប្ដូរចំនួន3គូវាឲ្យយើង3គូយើងអាចផ្លាស់ប្ដូរវាបានគឺ size XL size S ហើយនិង size L ចឹងយើងអាចផ្លាស់ប្ដូរវាមកហើយវិធីផ្លាស់ប្ដូរវាគឺអត់បាក់ទេអ្នកគ្នាគឺស្រួលយើងចាប់វាមកហើយយើងដកទៅតែឥឡូវសារខ្ញុំអត់ត្រូវការផ្លាស់ប្ដូរវាទេចឹងហើយខ្ញុំដាក់កាសចូលតបមកខ្ញុំនឹងតេស្តឲ្យអ្នកនរគ្នាមើលថាវាមានមុខងារអីខ្លះឥឡូវយើងធ្វើការយើងមើលលើទូរស័ព្ទយើងអ្នកគ្នានឹងឃើញខ្ញុំដាក់នៅលើប្រអប់ចុះដល់ពេលដែលខ្ញុំបើកកាសទៅនេះអ្នកគ្នាគឺវាលោតមកឲ្យយើង connect តែម្ដងគឺវាងាយស្រួលសម្រាប់ការស៊ីនហើយមួយទៀតសម្រាប់ការថតក្រេឥឡូវក៏វាមានដែរអ្នកគ្នាគឺវាធ្វើមកគឺដូចបោះស៊ីនអញ្ចឹងហើយសម្រាប់អ្នកគ្នាដែលចង់ទិញកាសអាចរកមើលទិញនៅហាងណាដែលអ្នកគ្នាទុកចិត្តទៅព្រោះឯកាសឥឡូវគឺមាន top grade ច្រើនអញ្ចឹងហើយអ្នកគ្នាអាចរកមើលបានតាមហាងទូរស័ព្ទផ្សេងសម្រាប់បទពិសោធន៍ខ្ញុំកាសនេះដែរគឺខ្ញុំបានប្រើប្រាស់រយៈពេល2សប្តាហ៍ខ្ញុំមានអារម្មណ៍ថាកាសនេះគឺងាយស្រួលស្ដាប់ហើយគឺយើងដាក់ទៅគឺស៊ុបជាមួយនឹងត្រចៀកយើងល្អអ្នកគ្នាគឺឯប៉ុងវាគឺដាក់ទៅគឺពាក់អត់ឈឺត្រចៀកទេអ្នកគ្នាហើយមុខងារវាមានច្រើនឥឡូវខ្ញុំធ្វើការ connect នៅក្នុងទូរស័ព្ទឲ្យអ្នកគ្នាមើលសិនខ្ញុំ connect មកអូខេអ្នកគ្នាឥឡូវខ្ញុំ connect ហើយខ្ញុំធ្វើការដកកាសចេញមកក្រៅសិនព្រោះយើងអត់ដកវាអត់ស្គាល់ទេវាអត់ដឹងថាយើងស្ដាប់ឬក៏អត់ហើយខ្ញុំដកកាសចេញខ្ញុំបិទប្រអប់វិញឥឡូវខ្ញុំមើល Bluetooth អូខេ Bluetooth គឺបានភ្ជាប់ហើយនៅពេលដែលយើង connect ហើយអ្នកគ្នាអាចចូលទៅកាន់ setting ក៏បាន
សម្រាប់ការយើងគឺវានឹង load ឈ្មោះនៅកន្លែងនេះអ្នកគ្នាអាចចូលមកនេះគឺមុខងាររបស់វាអ្នកគ្នាវាមានមុខងារសម្បូរបែបសម្រាប់ការ original គឺវាមានមុខងារទី1គឺ transparency mode អ្នកគ្នាមុខងារនេះដែរគឺមុខងារដែលពេលដែលយើងជិះម៉ូតូអីទៅគឺវាងាយស្រួលសម្រាប់យើងដោយសារវាឮសំឡេងខាងក្រៅចូលទៅក្នុងកាសគឺសំឡេងហ្នឹងគឺវាឮចូលផ្ទាល់តែម្ដងអ្នកគ្នាគឺវាអត់ delay ទេហើយបញ្ជាក់អ្នកគ្នាសំឡេងហ្នឹងគឺកាសចាប់ពីខាងក្រៅហើយគឺដាក់ចូលនៅក្នុងត្រចៀកយើងមិនមែនយើងឮសំឡេងខាងក្រៅផ្ទាល់ទេគឺឮចេញពីកាសហើយមុខងារបន្ទាប់នេះក៏ដូចគ្នាដែរអ្នកគ្នាគឺadaptive ហ្នឹងគឺវាលក្ខណៈបើតាមបទពិសោធន៍ខ្ញុំប្រើមុខងារហ្នឹងគឺវាចាប់សំឡេងខាងក្រៅផងហើយនឹងវាទប់សំឡេង noise cancelling ផងអ្នកគ្នាប៉ុន្តែមុខងារនេះគឺវាចាប់សំឡេងបាននៅគៀកយើងមានន័យថាសំឡេងនៅគៀកយើងឮតែបើ transparency mode នេះគឺវាឮសំឡេងឆ្ងាយមានន័យថាវាស្រូបសំឡេងបានឆ្ងាយបើអ្នកគ្នាគិតថាវាស្រូបសំឡេងឆ្ងាយពេកអ្នកគ្នាយកអានេះមកវាអានេះយើងអត់ចុចអត់បានមូលហេតុអីដោយសារនេះអ្នកគ្នាគេតម្រូវឲ្យយើងយកកាសហ្នឹងដាក់តិចនេះបើខ្ញុំដាក់តិចសិនហើយយើងអាចចុចអូ boss អូខេចាំតិចមួយទៀតតោះយើងដាក់ទាំងពីរទៅមុខងារនេះដំណើរការហើយសម្រាប់មុខងារនេះដែរ noise cancelling នេះគឺយើងចុចទៅគឺវាដំណើរការល្អអ្នកគ្នាសម្រាប់បទពិសោធន៍ខ្ញុំប្រើមានន័យថាវាធ្វើការទប់សំឡេងខាងក្រៅបានល្អមែនតើនៅពេលដែលយើងជិះម៉ូតូជិះអីដែលមានសំឡេងរំខានច្រើនគឺវាកាត់បន្ថយសឹងតែ 90% អ្នកគ្នាគឺអត់ឮទេឮតែសំឡេងនឹងខ្លាំងទៅឮអញ្ចឹងហើយកន្លែងហ្នឹងអ្នកគ្នាអាចសាក់ប្រើបានសម្រាប់អ្នកដែលមានកាស original ហើយសម្រាប់ខ្ញុំ recommend ឲ្យអ្នកគ្នាពេលដែលជិះម៉ូតូអាចបើក transparency mode ទៅអ្នកគ្នានេះកន្លែងនេះមុខងារនេះដែរគឺវាឮសំឡេងខាងក្រៅគឺនៅពេលដែលយើងធ្វើដំណើរទៅស្រួលនៅពេលដែលយើងជិះម៉ូតូជិះអីមានអ្នកឆ្លងកាត់ឬក៏សំឡេងស៊ីផ្លេឡានស៊ីផ្លេម៉ូតូអីគឺយើងអាចនឹងស្រួលស្ដាប់ស្រួលជិះអញ្ចឹងណាអ្នកគ្នាហើយមុខងារផ្សេងទៀតដូចជានេះកន្លែងនេះអ្នកគ្នាកន្លែងនេះអ្នកគ្នាធ្វើការ set up វាមកគឺមុខងារដែលយើងស្ដាប់ទៅវាលឺនេះឥឡូវខ្ញុំតចូល YouTube សិនមិនមុខងារនឹងដើរសារយើងអត់ទាន់ចាក់ចម្រៀងអញ្ចឹងវាអត់មានអត្តនាការទេខ្ញុំរកបទចម្រៀងមួយចុះប៉ុន្តែខ្ញុំ scroll ទៅមកជាប់ copyright អ្នកគ្នានៅពេលដែលយើង play ចម្រៀងទៅអាកន្លែងនេះវាមាន load ជាកម្មឲ្យយើងហើយសម្រាប់មុខងារវាគឺនេះអ្នកគ្នាមុខងារនេះគឺមានន័យថាយើងស្ដាប់ទៅដូចជាយើងស្ដាប់សំឡេងនៅក្នុង studio អញ្ចឹងអ្នកគ្នាគឺវាលឺងុំហើយពេលយើងងាកទៅណាគឺវាសំឡេងហ្នឹងរត់ទៅតាមយើងសម្រាប់ការស៊ីនគឺបើកបានហើយវាដំណើរការអ្នកគ្នាតែសម្រាប់ប្រកាស copy ទោះមានមុខងារហ្នឹងក៏ដោយបើកទៅចេញដូចគ្នាប៉ុន្តែគឺអត់ដំណើរការទេអ្នកគ្នាមានន័យថាកាសគឺយើងងាកទៅណាទៅក៏វាសំឡេងអត់រត់តាមទៅជាយើងដែរនេះគឺ fix នេះ fix នេះគឺខុសពីអានេះវាលឺងុំក្នុងតិចយើងដែរប៉ុន្តែវាអត់សំឡេងវាអត់រត់តាមយើងទេនៅពេលយើងងាកឬក៏ធ្វើការទៅឆ្វេងទៅស្ដាំសំឡេងវាគ្រាន់តែថាលឺងុំទេតែបើមុខងារនេះអ្នកគ្នាឃើញនេះគឺវាលឺងុំហើយវាយើងងាកឆ្វេងសំឡេងវារត់មានន័យថាយើងបើកមុខងារហ្នឹងទៅដូចយើងស្ដាប់គេច្រៀងនៅក្នុងមុខយើងអញ្ចឹងសម្រាប់បទពិសោធន៍របស់ខ្ញុំគឺល្អខ្ញុំចូលចិត្តវាអ្នកគ្នាអាចចូលមើលកន្លែងនេះបាននេះអ្នកគ្នានេះគឺ stereo audio អ្នកគ្នានេះមុខងារហ្នឹងអានេះបើយើងបើកអានេះមានន័យថាឮឆ្វេងស្ដាំតិចយើងវាល្អឮពីរោះប្រភេទជា stereo បើមុខងារនេះគឺឮជុំវិញខ្លួនតែម្ដងអ្នកគ្នា360 degree បណ្ដោយតួអ្នកគ្នាងាកទៅណាក៏ឮដែរអញ្ចឹងបើអ្នកគ្នាចង់ស្ដាប់សំឡេងពីរោះអាចបើកកន្លែងហ្នឹងទៅសម្រាប់ខ្ញុំគឺមុខងារ noise cancelling ខ្ញុំអត់សូវប្រើទេតែខ្ញុំមានអារម្មណ៍ថាស្ដាប់វាទៅដូចជាវិលមុខអ្នកគ្នាតែបើមុខងារ transparency mode នេះខ្ញុំចូលចិត្តគឺ
គឺពេលធ្វើដំណើរចេញម៉ូតូអីខ្ញុំអាសាប្រើប្រាស់វាមែនតើហើយសម្រាប់ថ្មវាគឺកាន់បានយូរអ្នកនេះខ្ញុំប្រើម៉ាត់ទឹកទៅ5ថ្ងៃអីទៅបញ្ចូលវាម្ដងអ្នកនេះហើយស្ដាប់ម្ដងប្រើបានយូរមែនតើហើយសម្រាប់បទពិសោធន៍ខ្ញុំដែលស្ដាប់មកគឺសំឡេងវាគឺបុកបាសល្អអ្នកនេះវាមិនបុកបាសខ្លាំងដែលធ្វើឲ្យយើងមានអារម្មណ៍ថាស្ដាប់ទៅវាឮតែបាសទេគឺមានន័យថាសំឡេងវាបាសធ្ងន់ល្អសំឡេងឮច្បាស់អ្នកចម្រៀងច្រៀងមកគឺសំឡេងលះតែម្ដងអ្នកនេះវាមិនមែនជាប្រភេទកាសដែលតម្លៃក្រោមទីផ្សារប៉ុន្តែឮតែបាសធ្ងន់ប៉ុន្តែសំឡេងវាចែកគ្នាអត់ដាច់ទេអ្នកគ្នានឹងជាប្រភេទកាសកាសដែលគេ copy អញ្ចឹងអ្នកគ្នាគឺកាសខ្លះឮសំឡេងបាសអុកងុំខ្លាំងមែនតើខ្ញុំធ្លាប់ទិញហ៎ប៉ុន្តែបើប្រៀបជាមួយនឹងសំឡេងច្រៀងសំឡេងអីសាច់ភ្លេងអីគឺអានេះវាស៊ីគ្នាល្អអញ្ចឹងនឹងហើយអ្នកខ្ញុំផ្លេចបង្ហាញមុខងារមួយទៀតនៅលើកាសនេះដែរគឺវាមានមុខងារមួយដែលយើងអាចស្វែងរកកាសនៅពេលដែលយើងបាត់នៅគ្នាសម្រាប់កាស original គឺវាមានមុខងារនេះអ្នកគ្នា show in find my ពេលយើងคลิกទៅយើងអាច find រកវាបានអ្នកគ្នានេះមុខងារនេះឬយើងអាច play sound បានអានេះគឺយើងអាច direct ដើម្បីរកវាបានសម្រាប់កាសហ្នឹងយើងអាច find វានៅទីតាំងនៅម្ដុំណាពីយើងពេលយើងបាត់អីគឺងាយស្រួលអ្នកគ្នាអញ្ចឹងយើងមានមុខងារហ្នឹងនេះគឺទីតាំងរបស់វាសម្រាប់អ្នកប្រើ iPhone គឺសបោមុខងារតិចហើយអ្នកគ្នាតែសម្រាប់អ្នកប្រើ Android កាសនេះប្រើបានដូចគ្នាពិសេស Android ប្រើបានដូចគ្នាអ្នកគ្នាហើយរបៀប set up អីគឺអត់ពិបាកទេមើលតាមសភៅណែនាំគេក៏បានមុនពេលយើង set up device ផ្សេងអ្នកគ្នាត្រូវសកត់កន្លែងប៊ូតុងពីខាងក្រោយនេះឲ្យជាប់ឲ្យវាចេញភ្លើងចាឥឡូវយើងធ្វើការបើកឲ្យអ្នកគ្នាមើលនេះពេលបើកមកភ្លើងបៃតងឥឡូវយើងធ្វើការសកត់លើវាចេះទៅមកស្ទុះអ្នកគ្នាអូខេអ្នកគ្នាពេលកត់មកស្ទុះទៅវាលុតឬក៏វាអាចនឹងលោតភ្លើងពណ៌សឥឡូវខ្ញុំដាក់កាសចូលសិនអ្នកគ្នាចាំតិចខ្ញុំដាក់កាសចូលម្ដងទៀតខ្ញុំបើកមកវិញពេលអ្នកគ្នាធ្វើតែប៉ុណ្ណឹងពីដំបូងគឺយើងរកឈ្មោះវាអត់ឃើញទេសម្រាប់ Android តែបើ iPhone គ្រាន់តែយើងបើកចេះទៅវា load ឲ្យ direct សម្រាប់ប្រភេទទូរស័ព្ទ iPhone តែបើទូរស័ព្ទ Android ពេលយើងបើកទៅយើងរកឈ្មោះ Bluetooth អត់ទាន់ឃើញទេអញ្ចឹងយើងធ្វើការចុច Apicoi នេះណាគ្នាការស៊ីនដាក់ចឹងទៅអត់ធ្លាក់ទេអ្នកគ្នាតែការ copy ក៏វាអត់ធ្លាក់ដែរគ្រាន់តែវាអត់សូវហាប់ហើយយើងចុចកន្លែងហ្នឹងមកខ្ញុំសកត់វានេះអ្នកគ្នាសកត់ឲ្យលោតទៅពណ៌សអញ្ចឹងទើបអ្នកគ្នាអាចរកឈ្មោះឃើញបានតោះមកអ្នកគ្នាភ្ជាប់ទៅគឺចូលហើយអ្នកគ្នាហើយសម្រាប់ខ្ញុំដូចខ្ញុំនិយាយចឹងថាកាសនេះគឺវាល្អសម្រាប់ខ្ញុំមែនតើងាយស្រួលប្រើប្រាស់គឺវាសមនឹងតម្លៃខ្ញុំរ៉េតឲ្យ9/10សម្រាប់កាសនេះខ្ញុំសង្ឃឹមថា version ក្រោយនឹង upgrade ល្អជាងនេះទៀតហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាសម្រាប់អ្នកគ្នាមានចង្អល់អីអាចសាកសួរខ្ញុំបានអញ្ចឹងវីដេអូយើងក៏ត្រូវបានបញ្ចប់តែប៉ុណ្្នឹងសូមអរគុណជំរាបលាអ្នកគ្នា